ក្មេងប្រុសម្នាក់ញ៉ាំមីកញ្ចប់ជារៀងរាល់ថ្ងៃរយៈពេល1ឆ្នាំចុងក្រោយកើតជំងឺមហារីកពះហើយបានស្លាប់នៅត្រឹមតែអាយុ18ឆ្នាំទេបងប្អូនមីគឺមានផលប៉ះពាល់ទៅដល់សុខភាពយើងច្រើនខ្លាំងមែនតើខ្ញុំធ្លាប់មានប្អូនស្រីម្នាក់គាត់ខមមិនថាបើសិនជាមីកញ្ចប់ប៉ះពាល់មែនមិនចុះកូរ៉េអត់អីប្រហែលជាបងអូនអត់ទាន់ដឹងគេរកឃើញថានិស្សិតនៅកូរ៉េគឺមានបញ្ហាឡើងសម្ពាធឈាមហើយនឹងមានបញ្ហាកាពះពោះវៀនឬក៏ metabolic syndrome តាក់ទងជំងឺតាក់ទងនឹងប្រព័ន្ធពន្លឺហាច្រើនខ្លាំងមែនតើដោយសារតែពួកគាត់ហូបមីច្រើនឥឡូវការសិក្សាទី1នៅឆ្នាំ2014ណាគឺនៅប្រទេសកូរ៉េនឹងឯងគេសិក្សាទៅលើមនុស្ស10711នាក់ច្រើនណាស់បងប្អូនដែលពួកគាត់ញ៉ាំមី2ដងក្នុងមួយអាទិត្យគឺមានបញ្ហាសុខភាពគឺ metabolic syndrome ហើយមានច្រើនជាងគេទៅលើសាស្ត្រីដោយសារអីស្រីគាត់ហូបមីច្រើនជាងមនុស្សប្រុស metabolic syndrome គឺជាជំងឺកាពះពោះវៀនវាជាចង្កោមនៃជំងឺនៅក្នុងហ្នឹងជួនកាលអាចស្អិតពោះវៀនមានបញ្ហាឈឺកាពះឈឺពោះវៀនតបៅកាពះប្រព័ន្ធរំលាយអត់ល្អណាគេហៅគេស្ដោបហៅចូលគ្នាថា metabolic syndrome